រៀបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតហើយបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានមួយទាក់ទងរឿងដែលបងប្អូនចង់ដឹងឬក៏បងប្អូនចង់មានកូននោះបាទហើយចំពោះព័ត៌មាននេះគឺមានចំណងជើងថាបាទតើអ្នកតើគោរួមភេទមួយថ្ងៃប៉ុន្មានដងទើបបាទមានតៃពោះបាទចឹងជាពិសេសបងប្អូនដែលចង់មានកូនប៉ុន្តែមិនមានកូនខំប្រឹងយ៉ាងណាក៏អត់មានបាទឬក៏ទៅពេទ្យហើយពេទ្យជាបាហើយនៅតែមិនមានកូនតែពេលនេះខ្ញុំមានវិធីសាស្ត្រមួយដើម្បីឲ្យបងប្អូនមានកូនបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមស្ដាប់ឬនឹងទស្សនាទាំងអស់គ្នាបាទមនុស្សជាច្រើនឆ្ងល់ថាតើការរួមភេទច្រើនដងក្នុងមួយថ្ងៃអាចបង្កើនឱកាសនៃការមានកូនឬក៏មានផ្ទៃពោះដែរឬទេបាទចម្លើយដ៏ខ្លីបាទមិនមែនដូចនេះទេលោក Elizabeth Fino អ្នកជំនាញផ្នែកបន្តពូជនៅសាកលវិទ្យាល័យ New York នៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាបាទគោលការណ៍ណែនាំទូទៅសម្រាប់គូស្វាមីភរិយាដែលចង់ក្លាយទៅជាឪពុកម្ដាយរបស់គេត្រូវបានត្រៀមរួចរាល់ហើយប៉ុន្តែអ្នកជំនាញនៅតែមានបញ្ហាមិនអាចពន្យល់ពីលទ្ធផលនៃការរួមភេទបានទៀងទាត់ជារៀងរាល់ថ្ងៃនោះទេតែការរួមភេទដែលមានប្រេកង់ញឹកញាប់អាចជួយពង្រឹងដល់មេជីវិតឈ្មោះរបស់បុរសនិងមានសុខភាពល្អបាទទោះបីជាយ៉ាងណាក៏ដោយដំបូន្មានត្រូវបានផ្លាស់ប្ដូរប្រសិនបើមានប្តីប្រពន្ធដែលបានទៅជួបអ្នកជំនាញសុខភាពបន្តពូជនិងបុរសត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហានេះប្រហែលជា 40% នៃគូស្នេហ៍ភរិយាបាទដែលមិនអាចមានផ្ទៃពោះដោយសារតែបញ្ហាបន្តពូជបាទលោក Fino បានបន្ថែមទៀតថាប្រសិនបើមានបញ្ហាជាមួយនឹងការបញ្ចេញទឹកកាមរបស់បុរសគូស្វាមីគួរតែរួមភេទត្រឹមតែ2ទៅ3ថ្ងៃម្ដងដោយបុរសអាចមានឱកាសដូច្នេះបុរសអាចមានឱកាសក្នុងការបង្កើតទឹកកាមដែលមានគុណភាពនិងបរិមាណដ៏ល្អបំផុតបាទម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនបានធ្វើការរួមភេទបានដោយបញ្ជាពេលយូរជាងនេះរហូតទៅ8ថ្ងៃលទ្ធផលនៃបន្ទុកការរំពឹងទុករបស់អ្នកព្រោះមេជីវិតឈ្មោះបាទដែលបញ្ចេញទៅដោយបុរសចេញដោយបុរសនឹងចាស់អញ្ចឹងមានន័យថាបាទបងប្អូនទុកយូរពេកវាអាចនឹងចាស់ដែរមានជីវិតរបស់បុរសហ្នឹងអាចនឹងស្លាប់ឬគ្មានប្រយោជន៍សម្រាប់ធ្វើឲ្យមានគភ៌បាទត្រឡប់មកវិញអ្នកត្រូវដឹងថាការរួមភេទចំនួន5ដងក្នុងមួយថ្ងៃគឺវាជ្រុលពេកហើយសម្រាប់ការផលិតទារកអញ្ចឹងសូមបងប្អូនទាំងអស់គ្នារួមភេទ3ថ្ងៃម្ដងបើបងប្អូនពជាពេលយូរពេករហូតដល់8ថ្ងៃឬក៏មួយអាទិត្យមេជីវិតរបស់បុរសហ្នឹងគឺងាប់ឬក៏អត់ប្រយោជន៍ដដែលថាជាពិសេសនោះការរួមភេទ5ដងក្នុងមួយថ្ងៃគឺវាហួសពេកហើយសម្រាប់ការបន្តពូជឬក៏ការផលិតទារកនោះចឹងសូមបងប្អូនមេត្តាគិតពិចារណាហើយធ្វើតាមការណែនាំរបស់លោក Fino ដែលខ្ញុំបានបង្ហាញនេះជាពិសេសបងប្អូនដែលមានកូនច្រើនក៏ថាអើយអញគ្រាន់តែកន្លងជើងក៏មានដែរហើយអ្នកខ្លាំងប្រហែលដងអត់មានចឹងវាចម្លែកហើយប្រហែលជាប្រុសឬក៏ស្រីអត់មានហើយមិនទៅនេះមិនមែនជារឿងបែបនេះឡើយគឺមកពីសុខភាពយើងឬក៏មេជីវិតយើងមិនគ្រប់គ្រាន់សម្រាប់ការបង្ក
ទារកឬក៏ផលិតទារកបាទហើយចំពោះព័ត៌មាននេះដែរបាទមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ